របៀបចូលទៅកែរូបថតរបស់យើងដែលយើងថតមិនច្បាស់ធ្វើឲ្យរូបថតយើងច្បាស់ស្រស់ស្អាតបងប្អូនណាបាទហើយរូបថតដែលយើងកែហើយគឺមានបែបនេះបងប្អូនណាបាទមានរូបថតបែបនេះជារូបថតដែលយើងថតទៅបែបរៀងងឹតយើងអាចធ្វើឲ្យភ្លឺចឹងបានបងប្អូនណាបាទអញ្ចឹងវាយើងត្រូវតម្រូវទៅលើកម្មវិធី Remani បងប្អូនណា Remani បាទអញ្ចឹងបងប្អូនចូលទៅ down ដើម្បីយើងទៅ down យកកម្មវិធីមកប្រើយើងចូល Play Store មកអញ្ចឹងយើងចូល Play Store បាទបន្ទាប់មកយើងចុចកន្លែងស្វែងរករួចហើយយើងចុចកន្លែងស្វែងរកលើទៀតបាទបន្ទាប់មកយើងវាអក្សរអង់គ្លេសមកណាអក្សរអង់គ្លេស Remani បងប្អូនចាំវាយអក្សរវាអក្សរតាមខ្ញុំមកអក្សរ A អក្សរ O ធំមកណារួចហើយដាក់អក្សរ E បន្ទាប់មកអក្សរ M រួចហើយ I រួចហើយអក្សរ N រួចហើយអក្សរ I មួយទៀតបងណាអញ្ចឹងរូបភាពlogo របស់ Remani យើងវាខាងក្រោមមកដើម្បីចូលទៅ search យក down យករូបភាពដែលកម្មវិធី Remani បាទនេះបងណារូបភាពនេះនៅខាងក្រោមបងណានេះបាទនេះគេឲ្យយើងតម្លើងប៉ុន្តែដោយសារខ្ញុំបានតម្លើងរួចហើយបងប្អូនណាបាទនេះគេដាក់ថា Remani បាទមានរូបភាពខាងហ្នឹងអញ្ចឹងយើងចុចបងប្អូនចុចកន្លែងតម្លើងមកបាទចុចកន្លែងតម្លើងពឹបមកនឹងបានដូចតំណងបងណាបាទចុចតាមអ្វីដែលខ្ញុំបង្ហាញបងប្អូននឹងបានយកមកប្រើប្រាស់ទៅតាមតម្រូវការហើយនេះដោយសារខ្ញុំបានតម្លើងរួចហើយបងណាអញ្ចឹងយើងថយមកបាទថយហើយយើងចូលទៅរកកន្លែងកម្មវិធីនេះយើងដោនមកហើយអញ្ចឹងយើងចូលទៅធ្វើទាំងអស់គ្នាបងណាដើម្បីទៅកែរូបថតរបស់យើងអញ្ចឹងចុចលើ Remani មកបាទបន្ទាប់មកយើងចូលទៅកែរូបថតណាមួយដែលបងប្អូនថាអត់ច្បាស់អញ្ចឹងខ្ញុំចូលទៅកែរូបថតមួយខ្ញុំយករូបថតមួយណាដែលងឹតបាទអញ្ចឹងយករូបថតមួយនេះមកបាទរួចហើយយើងចុចកន្លែងសញ្ញាព្រួយខ្ញុំទៀតណាបងណាខាងក្រោមរូបថតមកបាទសូមរងចាំបន្តិចបាទកម្មវិធីនេះគឺកម្មវិធីថ្មីបងណាបាទខ្ញុំបានពីការចែកម្លែកពីបង MMO ដៃចាស់គាត់ចែកម្លែកឲ្យយើងខ្ញុំនឹងចែកម្លែកបន្តទៅទៀតបងប្អូនណាឲ្យបងប្អូនចេះធ្វើទាំងអស់គ្នាអញ្ចឹងបានហើយបងប្អូនណាឥឡូវរូបភាពរបស់យើងបានប៉ុណ្ណេះនេះរូបភាពដើមបងប្អូនណាអញ្ចឹងដល់ពេលយើងកែវាថ្មីអញ្ចឹងណាបងប្អូនឃើញបាទឃើញស្អាតទេបងប្អូនបាទរូបថតចង់បញ្ជាក់ទៀតនេះរូបថតដែលយើងថតស៊ីនណាបងប្អូនណាយកអត់ទាន់កែរៀងងឹតប៉ុន្តែដល់ពេលយើងបញ្ចូលកម្មវិធីកែវាភ្លឺបែបនេះស្រស់ស្អាតណាបងប្អូនណាបាទអញ្ចឹងបងប្អូនមើលទស្សនាទៅហើយវាមានភាពទាក់ទាញជាងមុនណាបងប្អូនបាទអញ្ចឹងដើម្បីយើងចូលទៅយករូបថតមកប្រើប្រាស់យើងចុចកន្លែងសញ្ញាព្រួយនៅលើពឹបបាទរួចហើយចុចដាន់បាទតែប៉ុណ្ណេះអូខេបងណារូបថតយើងនឹងបានយកមកប្រើប្រាស់ទៅតាមតម្រូវការរបស់បងប្អូននេះបាទនេះរូបថតខាងលើបងណាវារៀងភ្លឺជាងមុនបាទអញ្ចឹងកម្មវិធីនេះគឺជាកម្មវិធីថ្មីបងប្អូនល្អណាស់បើសិនណាបងប្អូនមានការចាប់អារម្មណ៍បងប្អូនចូលមើលចប់ទៅហើយជួយ like share បន្តបាទ